Microsoft Script តើពីដំណើរការបែបនេះហើយយើងយកពាក្យថា create a new video តើពី create new video ហើយយើងនឹងឃើញ interface របស់កម្មវិធីបែបនេះហើយនេះគឺសម្រាប់ view ឡើយនេះគឺសម្រាប់ទាញនៅ media tracks ដូចជា image audio and video ឡើយនេះហើយកន្លែងនេះខ្ញុំបានប្រាប់វាហើយអំពីការទាញយើងអាចចុចកន្លែងនេះហើយហ្នឹងប្រើទៅកាន់ទីតាំងណាមួយឬក៏យើងមានវីដេអូនៅទីតាំងណាយើងនឹងចុចវាហើយយើងទាញចូលយើងទាញដាក់នៅលើកម្មវិធីហើយយកមកដាក់កន្លែងនេះគឺជាការស្រាប់អញ្ចឹងកន្លែងនេះប្រាប់ថា drag and drop media here អញ្ចឹងឧទាហរណ៍យើងមានយើងចុចកន្លែងសញ្ញាបូកនេះក៏បានវានឹងមកទីនេះឬក៏យើង click ខាងឆ្វេងជាប់ហើយ drag មកដាក់នៅលើទីតាំងនេះហើយចំណុចមួយនេះគឺសម្រាប់ delete file នេះចេញអញ្ចឹងនេះគឺវីដេអូដែលខ្ញុំបានទាញចូលហើយគ្រាន់តែចុចនៅលើសញ្ញាបូកវានឹងដាក់កាត់ទីនេះក៏បានចឹងឧទាហរណ៍យើងមានជាវីដេអូខ្ញុំអត់យករូបភាពទេនេះគឺជាវីដេអូមួយដែលយើងយកមកកែប្រែឧទាហរណ៍ថាខ្ញុំចុចដាក់គេឲ្យខ្ញុំមានតែឯងបឺតខ្ញុំមានវីដេអូមួយចឹងមកតែខ្ញុំចង់បានកាត់បឺតទៅហើយចំណុចណាមួយហើយចុចការកាត់នៅទីតាំងណាមួយហើយអ្នកលក់មើលហើយខ្ញុំយកឲ្យមើលលក់ថ្ងៃក្រោយដាក់ទីផងសតណាខ្ញុំនឹងបញ្ចប់នឹងពងបើអូខេឥឡូវខ្ញុំឧទាហរណ៍កន្លែងនេះខ្ញុំចង់កាត់យកកន្លែងនេះកាត់យកមកកណ្ដាប់នេះទៅមុខខ្ញុំលុបចោលមុខចោលតែទុកតែកន្លែងក្រោយនេះអញ្ចឹងយើងគ្រាន់តែទាញមកដាក់ទីតាំងណាដែលយើងចង់កាត់មកឲ្យខ្ញុំមានអាចឯងបឺតទេអូខេខ្ញុំចង់កាត់ត្រឹមនេះអញ្ចឹងនេះរូបកន្ត្រៃនេះណាខ្ញុំចុចលើវាមកវាដាច់ទេយើង select យកមកទៅមួយយើងចុច delete ចុច delete លើ keyboard ក៏បានយើងចុចនៅលើនេះ delete នេះក៏បានឃើញទេហើយយើងអូសវាដាក់មកមុខវិញអញ្ចឹងយើងសល់ប៉ុណ្្នឹងអញ្ចឹងនេះគឺរបៀបកែប្រែរបៀបកាត់ខាងមុខខាងក្រោយក៏បានដែរអូខេខាងមុខឥឡូវខ្ញុំកាត់ខាងក្រោយវិញអញ្ចឹងប្រើ shortcut key ក៏បានដែរណានៅលើ keyboard អ្នកនរគ្នាគ្រាន់តែ select លើវីដេអូអញ្ចឹងមកហើយយើងដាក់ទីតាំងណាដែលយើងចង់កាត់ឧទាហរណ៍ចង់កាត់ត្រឹមនេះចង់កាត់ត្រឹមនេះណាអញ្ចឹងយើងជប់មិនចុចលើរូបត្រៃនេះក៏បានដែរអ្នកនរគ្នាឃើញយើងដាក់មកលើអញ្ចឹងទៅវាចេញសក់អេចុចតែសក់អេមួយវាដាច់មើលចុចសក់អេគាត់ដាច់បាត់ហេដាច់បាត់ហើយអញ្ចឹងងាយក្នុងការកាត់ខាងមុខក៏បានខាងក្រោយក៏បានកណ្ដាលក៏បានសាច់ដែលយើងធ្វើការកាត់នេះយើងកន់វាណាដល់យើងយកវីដេអូពីមកយើងចង់កាត់វាកណាត់ជាពិសេសយកវីដេអូ TikTok មកដើម្បីធ្វើការ review ទៅលើវីដេអូគេអញ្ចឹងយើងអាចកាត់វាកណាត់អញ្ចឹងទៅហើយយើងចង់ចូលផ្នែកណាខ្លះចង់ទុកផ្នែកណាខ្លះអញ្ចឹងវាងាយស្រួលដែរក្នុងការកាត់គ្រាន់តែចុច Shift S ឬក៏ចុចលើដាក់ទីតាំងហើយយើងចុចលើកន្ត្រៃនេះគឺជាការស្រេចអូខេនេះគឺជារបៀបនៃការកាត់វីដេអូបង្កើនវាជាកណាត់អញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត